ជំរាបសួរអ្នករៀនលក់ទាំងអស់គ្នាហើយបងប្អូនដែលជាអ្នកលក់ទាំងអស់គ្នាអញ្ចឹងយើងអ្នកលក់ប្រកែយ៉ាងណាក៏ដោយតែយើងភ្លេចមើលចំណុចមួយដែលធ្វើឲ្យយើងបាត់ភ្ញៀវពោលនោះគឺអ្នកលក់ត្រូវតែចេះអ្នកលក់ត្រូវតែប្រុងប្រយ័ត្នរាល់ការរៀបចំសំណុំបែបបទរៀបចំឯកសាររៀបចំសម្ភារៈពោលគឺដូចជាបើយើងលក់ម្ហូបគឺការ workshop យើងលក់របស់របរផ្សេងគឺការ workshop ការរៀបចំឲ្យភ្ញៀវហ្នឹងពិតជាសំខាន់ដោយបងប្អូនលក់ online បងត្រូវ workshop យ៉ាងម៉េចដាក់លេខតំណែងម៉េច shop ឲ្យបានស្អាតជៀសវាងមានការបែកបាក់អាហ្នឹងគឺជារឿងសំខាន់ណាស់សម្រាប់អ្នកលក់ទោះបីវារឿងតូចប៉ុន្តែវាសំខាន់ដែលធ្វើឲ្យភ្ញៀវបាត់ទំនុកចិត្តតាមរយៈរឿងតូចហ្នឹងឯងអញ្ចឹងបើសិនបើយើងខ្ចប់គាត់ទិញយើងហើយយើងមិនអាចខ្ចប់ឲ្យគាត់បានស្អាតបាទក៏យើងធ្វើឲ្យបាត់ភ្ញៀវផងដែរឧទាហរណ៍យើងទៅញ៉ាំអាហារនៅហាងមួយយើងហូបរបស់អត់អស់មកហូបមានអីដែលយើងត្រូវខ្ចប់ឧទាហរណ៍ខ្ញុំជាក់ស្ដែងខ្ញុំចូលហាងមួយនៅចូលចង្វាហ្នឹងហូបរបស់ហើយសល់បាយឆាខ្ញុំចង់ខ្ចប់មកផ្ទះហើយគាត់យកអាចារ្យស្នូមកឲ្យខ្លួនឯងតែខ្ញុំមានអារម្មណ៍មិនខ្ញុំទៅហាងមួយទៀតខ្ញុំប្រាប់គាត់ថាបងខ្ញុំខ្ចប់បាយឆាពួកដាក់បាយឆាចានធំវាញ៉ាំអត់អស់ខ្ញុំខ្ចប់បាយឆាគាត់លើកទៅហើយគាត់ខ្ចប់លើស្អាតបន្ទាប់មកទៀតគាត់ថែមទឹកជ្រលក់ហើយគាត់ថាគាត់ថែមបង្គាឲ្យ2ទៀតសួរថាថែមលុយអត់ទេប៉ុន្តែគាត់ធ្វើបែបហ្នឹងសួរថាយើងមានអារម្មណ៍មិនហ្នឹងមួយយើងទៅទិញកាហ្វេនៅតាមមាត់ទន្លេក៏ដោយតាមហាងក៏ដោយនៅពេលដែលគេខ្ចប់មកស្អាតតែបងប្អូនមានអារម្មណ៍មិនហើយបងប្អូនទៅទិញកាហ្វេដូចគ្នាប៉ុន្តែគេខ្ចប់មកទឹកកាហ្វេលិចតាមថង់លហាមបងប្អូនមានអារម្មណ៍មិនដែរជាក់ស្ដែងខ្ញុំទៅទិញថង់ជាមួយកូនខ្ញុំទិញថង់សម្រាប់ច្រកខោអាវបោកគក់ហ្នឹងថង់លេខ50អញ្ចឹងខ្ញុំទៅទិញអញ្ចឹងទៅដល់ទិញកន្លែងអ្នកលក់ហ្នឹងមកតាំងឈុតគេហើយប្តីគាត់អត់នៅទេប្រពន្ធគាត់នៅលក់ឲ្យខ្ញុំរឿងមួយដែលខ្ញុំឃើញថាហួសចិត្តហ្នឹងគឺទិញអាថង់វាធំវែងសពដងប្តីរបស់គាត់ចងកស៊ូឲ្យយើង3កង់អញ្ចឹងយើងកាន់ថង់មកចេះមកហើយក៏យកថង់ធំមួយច្រកឲ្យយើងទៀតអញ្ចឹងយើងកាន់ស្រួលយើងជិះម៉ូតូស្រួលប៉ុន្តែខ្ញុំទៅមួយកូនខ្ញុំទៅទិញម្នាក់ស្រីហ្នឹងគាត់លក់មកហ្នឹងគាត់យកថង់ហ្នឹងរីពពាយឈ្មោលចូលគ្នាអញ្ចឹងថ្លឹងវារាយចេញពីគ្នាធ្លាក់ក្រោមគាត់ចាប់ប្រមូលចូលគ្នាវិញគាត់យកកូនថង់ប្រហែលជា1គីឡូកន្លះមកដល់គាត់ញាត់ចូលហើយក៏ហុចមកកូនខ្ញុំវាធម្មតាថង់វិញវាចេញមាត់ល្វែងអញ្ចឹងដល់ពេលកាន់ទៅធ្លាក់ព្រុសក្នុងដីគាត់ថាកាន់របស់ប៉ុណ្ណឹងក៏មិនយកចិត្តទុកដាក់ដែលមិនកាន់ឲ្យជាប់ដែរអញ្ចឹងគាត់ទៅរឺហើយក៏ល្អូខ្ញុំបានចុះពីម៉ូតូទៅនៃកូនខ្ញុំហ្នឹងរឺហើយឈ្មោលលេចច្រកថង់ហើយកូនខ្ញុំល្អូថាប៉ាយើងទិញលើកមុនពូហ្នឹងចងឲ្យដល់អ៊ីនេះគាត់ឈ្មោលហើយគាត់ដាក់អត់ជាប់ផងហើយដល់ពេលនេះថាយើងហើយខ្ញុំក៏ប្រាប់កូនខ្ញុំថាអ្នកលក់យើងត្រូវប្រយ័ត្នកូនអ្នកលក់ដូចយើងលក់ខោអាវឲ្យគេអញ្ចឹងដូចយើងបោកគក់ឲ្យគេអញ្ចឹងយើងច្រកឲ្យស្អាតយើងកឹបឲ្យស្អាតដូចម៉ាក់កូនក៏បរៀនកូនដែរត្រូវលលឹះខោអាវគេហាលគេស្អាតហើយខ្ចប់គេស្អាតដាក់ថង់ឲ្យស្អាតអញ្ចឹងគេក៏មានអារម្មណ៍យើងក៏ចង់ស្អាតគេក៏ចង់ស្អាតដែររឿងទួចទេប៉ុន្តែធ្វើយើងមានអារម្មណ៍ផ្សេងបាទខ្ញុំទៅទិញជីហូទៅទិញនំប៉័ងហ្នឹងអ្នកលក់នំប៉័ងហ្នឹងគាត់ថាចង់បានថង់ថែមអត់បងហើយរៀបចំឲ្យអូនជិះម៉ូតូចេះខ្លាចជ្រុះអញ្ចឹងនៅពេលនោះយើងអ្នកទិញមានអារម្មណ៍មិននៅពេលដែលអ្នកលក់ក៏យកចិត្តទុកដាក់បែបហ្នឹងបាទបន្ទាប់ទៀតយើងបានចូលទៅហាង2500ទិញអីវ៉ាន់អញ្ចឹងអ្វីដែល surprise អ្នកលក់ចូលចិត្តទុកដាក់យើងហើយខ្ចប់បងដាក់ខ្ញុំយកថង់ធំមួយខ្ញុំច្រកផ្សេងឲ្យជាមួយដើម្បីឲ្យអូនស្រួលកាន់ឃើញទេសួរតែគាត់បានចំណេញអីពីថែមថង់ឲ្យខ្ញុំច្រកឲ្យវ៉ាន់ឲ្យកូនខ្ញុំគាត់បានទេប៉ុន្តែគាត់ទទួលបានភាពកក់ក្ដៅពីខ្ញុំវិញហើយខ្ញុំក៏ទទួលបានភាពកក់ក្ដៅគាត់ថាអូគាត់ធ្វើរឿងដែលមនុស្សសាមញ្ញអត់ធ្វើទេអ្នកលក់សាមញ្ញក៏គេអត់ធ្វើដែរហេតុអីមិនគាត់ធ្វើអញ្ចឹងពួកខ្ញុំទិញអីវ៉ាន់គាត់តិចហេតុអីបានគាត់ព្រមយកថង់ធំច្រកឲ្យជាមួយបានអញ្ចឹងចំពោះខ្ញុំការ workshop សំខាន់យើងជាអ្នករៀនលក់យើងប្រយ័ត្នប្រយែងរឿងតូចហ្នឹងធ្វើអីដូចយើងទៅទិញបុកល្ហុងគេច្រកឲ្យអាទឹកបុកល្ហុងចេញ
ប្រឡាក់ដៃប្រឡាក់ជើងសួរឲ្យយើងមានអារម្មណ៍មិនបងប្អូនអ្នកលក់អ្នកប្រងបងកាន់ឯកសារសំណុំឯកសារទៅឲ្យគេឲ្យបងកាន់ឈូនបងឲ្យមានសេមីមានអីសួរថាអ្នកទិញគេមានអារម្មណ៍មិនបងប្អូនទៅទិញឡានហើយឯកសារសូឡានអីផ្សេងឯកសារផ្សេងរីពីគេមិនមានដាក់សេមីឲ្យស្អាតឲ្យមើលទៅ professional ឲ្យយើងសួរថាយើងមានអារម្មណ៍មិនបងប្អូនបើយើងទិញអីវ៉ាន់អនឡាញស្រាប់តែគេដាក់អីវ៉ាន់មកយើងខ្ចប់ថងធម្មតាមិនដែរចុះបើគេដាក់ថងស្អាតគេដាក់ប្រអប់ស្អាតយើងសួរតែយើងមានអារម្មណ៍មិនដែរដោយបងប្អូនទិញសម្លៀកបំពាក់ឬទិញសេកាវ៉ាត់ថ្លៃអញ្ចឹងបងប្អូនមើលគេវិចខ្ចប់មិនដែរអ្នកលក់ហ្នឹងគេវិចខ្ចប់ឲ្យយើងមិនដែរបាទគេយកទឹកដាក់ឲ្យប្រអប់ស្ទើរតែយើងប្រអប់ស្ទើរតែមែនតើស្អប់ប្រអប់នោះវាស្អាតជាងរបស់ខាងក្នុងទៀតចេះវាជារបស់ខាងក្នុងវាមានថ្លៃប៉ុន្មានក៏ប៉ុន្តែដោយសារអ្នកលក់គេឆ្លាតវៃគេប្រើប្រអប់ដ៏ស្អាតឲ្យយើងអញ្ចឹងយើងមានអារម្មណ៍មិនអញ្ចឹងអ្នករៀនលក់ទាំងអស់ប្រយ័ត្នប្រយែងក្នុងការរៀបចំវិចខ្ចប់ឯកសារសំណុំឯកសារទំនិញឯផ្សេងជូនភ្ញៀវរបស់យើងណាត្រូវតែយល់ចិត្តទុកដាក់ពេលខ្លះយើងព្យាយាមលក់ដាច់ហើយប៉ុន្តែយើងភ្លេចអារឿងតូចហ្នឹងធ្វើឲ្យយើងបាត់ភ្ញៀវដល់អត់ដឹងនៅពេលនោះយើងចាស់ថាមិនក៏បាត់ភ្ញៀវមិនដោយសារអីការស្វាគមន៍ដែលទាក់ភ្ញៀវជារឿងមួយការរៀបចំនឹងការខ្ចប់របស់ឲ្យភ្ញៀវឲ្យបានសមរម្យហ្នឹងគឺជារឿងមួយដែលចាំបាច់សម្រាប់អ្នកលក់ឬក៏បងប្អូនដែលកំពុងតែរៀនលក់ចុះបងប្អូនទៅមើលទាំងអស់គ្នាឡើងវិញ